ខ្ញុំបាទតំពោសូមគោរពជំរាបសួរទស្សនិកជនបងប្អូនសិស្សានុសិស្សនិងអ្នកទស្សនាវីដេអូនេះជាទីគោរពរាប់អានក្នុងពេលវេលាដែរគឺយើងនឹងមានកិច្ចសម្ភាសន៍មួយដើម្បីក្នុងការជួបជាមួយនឹងនិស្សិតមួយរូបក្នុងការចែករំលែកលើបទពិសោធន៍ជំនាញឬក៏ចំណេះដឹងដែលកំពុងតែបម្រើលើមុខតំណែងដែលផ្ដោតសំខាន់ទៅលើកាន់តួនាទីជា Stock Controller ជំរាបសួរបងស្រីជំរាបសួរលោកគ្រូបាទសូមបងស្រីអាចណែនាំអំពីប្រវត្តិខ្លះៗជូនទៅកាន់ទស្សនិកជននិងបងប្អូនសិស្សានុសិស្សដែលកំពុងតែធ្វើការតាមដានតាមរយៈខ្សែវីដេអូមួយនេះបាទជំរាបសួរលោកគ្រូនិងនិស្សិតសិស្សានុសិស្សទាំងអស់គ្នាដែលកំពុងតាមដានវីដេអូនេះខ្ញុំឈ្មោះអនធារីដែលជានិស្សិតចំនួនទី11ឆ្នាំទី4ឆុងទី2ដែលកំពុងសិក្សានៅសាកលវិទ្យាល័យបណ្ណានៅសាខាខេត្តសៀមរាបអូខេធារីអញ្ចឹងសុខសប្បាយណាស់ធារីចាលោកគ្រូសុខសប្បាយអូខេអរគុណច្រើនហើយកុំឲ្យខាតពេលវេលាយូរឥឡូវយើងនាំប្រិយមិត្តទាំងអស់ទៅចង់ដឹងពាក់ព័ន្ធជាមួយនឹងព័ត៌មានខ្លះពាក់ព័ន្ធជាមួយនឹងបទពិសោធន៍ទាំងការសិក្សារបស់ធារីហើយនឹងការងារតើពេលបច្ចុប្បន្នធារីបានបំពេញការងារនៅក្រុមហ៊ុនណាមួយហើយណាធារីចាលោកគ្រូសម្រាប់បច្ចុប្បន្ននាងខ្ញុំកំពុងបម្រើការងារនៅក្រុមហ៊ុនទឹកសុទ្ធមួយកន្លែងដែលមានតួនាទី Stock Controller អូខេធារីគ្រូចង់ដឹងបន្តិចពាក់ព័ន្ធជាមួយនឹងការងារដែលធារីកំពុងតែធ្វើបច្ចុប្បន្ននេះនៅពេលដែលមុនធារីចូលទៅកាន់ការងារមួយនឹងតើធារីទទួលបានការងារនឹងតាមរយៈណាដែរតាមរយៈការផ្សព្វផ្សាយតាមប្រព័ន្ធ social media តាមរយៈការផ្សព្វផ្សាយមួយណាដែលធារីទទួលបានឱកាសមួយនឹងចាលោកគ្រូអរគុណសម្រាប់សំណួរមួយនេះសម្រាប់ខ្ញុំបន្ទាល់ការងារមួយនេះគឺខ្ញុំបានការផុសពី Channel Telegram របស់សាលាបន្ទាល់តែម្ដងហើយក៏មានការណែនាំពីបងសេវានិស្សិតដែលគាត់ណែនាំពីមុខតំណែងមួយនេះដែលមុនទៅធ្វើបន្តតែម្ដងធារីអាចណែនាំខ្លះបានទេពាក់ព័ន្ធជាមួយនឹងបទពិសោធន៍ការងារលើមុខតំណែងមួយនេះថាវាមានផលលំបាកអ្វីខ្លះនៅពេលដែលយើងចូលទៅកាន់តួនាទីមួយហ្នឹងហើយម្យ៉ាងវិញទៀតពាក់ព័ន្ធជាមួយនឹងពេលវេលានៃការសិក្សាផុសធារីវិញធារីបែងចែកបែបណាដែរអាចនិយាយពីប្រវត្តិខ្លះៗហើយណែនាំទៅកាន់ទស្សនិកជនក៏គាត់ចង់ដឹងផងដែរចាលោកគ្រូសម្រាប់ខ្ញុំបន្តទៅកាន់ការងារមួយនេះខ្ញុំបានចូលទៅការសម្ភាសឆ្លងកាត់ពី Manager និងតាក់ទងពី Stock ទំនិញនិងការវត្ថុធាតុដើមចេញចូលផងដែរហើយមុខជំនាញមួយនេះខ្ញុំបានការសិក្សាអប់រំបានល្អពីសាកលវិទ្យាល័យបណ្ណាខេត្តសៀមរាបសម្រាប់ពេលវេលាដូចជាអត់មានផលពិបាកទេដោយសារតែខាងសាលាបានបែងចែកពេលវេលារៀនច្បាស់លាស់មានវេនព្រឹកវេនយប់និងវេនចុងសប្តាហ៍សៅរ៍អាទិត្យតែចំណែកខ្ញុំបានមានការងារធ្វើពេលព្រឹកអញ្ចឹងខ្ញុំបានស្នើសុំដល់រៀនពេលយប់ធារីអាចចែកម្លែកពាក់ព័ន្ធជាមួយនឹងការងារដែលធារីកំពុងតែកាន់កាប់រាល់ថ្ងៃតើចង់ដឹងពាក់ព័ន្ធជាមួយនឹង process នៃការងារហ្នឹងតើធារីប្រតិបត្តិមិនដែរប្រចាំថ្ងៃអាចចែកម្លែកបានទេចាលោកគ្រូសម្រាប់ការងារបទពិសោធន៍ខ្ញុំជាក់ស្ដែងផ្ទាល់គឺខ្ញុំបាន control នៅ stock ទំនិញរកការចេញចូលទាំងអស់ជាចុងក្រោយធារីមានអ្វីផ្ដែផ្ដាំទៅកាន់សិស្សានុសិស្សឬក៏បងប្អូនដែលគាត់ទៅតែបញ្ចប់បាក់ឌុបឆ្នាំថ្មីនេះមានអ្វីចង់ចែកម្លែកទៅកាន់គាត់បន្ថែមឬក៏មានអីជាការផ្ដែផ្ដាំទៅកាន់គាត់ចាលោកគ្រូជាចុងក្រោយខ្ញុំជានិស្សិតមួយរូបដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យបណ្ណាសាខាខេត្តសៀមរាបខ្ញុំសូមផ្ដាំសិស្សប្អូនបើស្រឡាញ់ជំនាញគណនេយ្យកុំភ្លេចអាចមកចុះឈ្មោះបាននៅសាកលវិទ្យាល័យបណ្ណាដោយទំនុកចិត្តខ្ពស់បាទអរគុណធារីណាសម្រាប់ក្នុងការចែកម្លែកនៅបទពិសោធន៍ល្អៗពាក់ព័ន្ធជាមួយនឹងការសិក្សានិងការងារដែលធារីទទួលបានអញ្ចឹងក៏សូមអរគុណធារីខ្លាំងមែនទែនសម្រាប់ពេលវេលាដ៏មានតម្លៃក្នុងឱកាសនេះហើយក៏សូមអរគុណដល់ទស្សនិកជនបងប្អូនសិស្សានុសិស្សលោកឪពុកអ្នកម្ដាយដែលមានគោលបំណងចង់ឲ្យកូនបន្តការសិក្សាគឺអាចមកចុះឈ្មោះបាននៅសាកលវិទ្យាល័យវណ្ណដាបាទសូមអរគុណសូមជម្រាបលា